ស្វាមីមហាសេដ្ឋីរាប់រយលានរបស់ខ្ញុំបានបោះកិច្ចព្រមព្រៀងលែងលះតម្លៃ500លានខ្ញុំប្រមូលលុយរត់ទៅរកតារាម៉ូដែលប្រុសកម្ពស់185ចំនួន100នាក់ណាទៅដឹងថាបុរសអាក្រក់ម្នាក់នេះហាក់ដូចជាសម្លេងក្នុងចិត្តរបស់ខ្ញុំអញ្ចឹងយកលុយខ្ញុំទៅចិញ្ចឹមតារាម៉ូដែលប្រុសស៊ូស៊ីនាងយល់សប្តិហើយចុះហាត់លេខាទៅហានយេតើនេះមានន័យថាម៉េចវ៉ាន់អ៊ឺសុខភាពមិនល្អទេនាងនៅជាមួយខ្ញុំយូរហើយត្រូវការឋានៈមួយឲ្យច្បាស់លាស់500លាននេះនឹងផ្ទះធំនៅកណ្ដាលក្រុងនោះគឺជាការសងជំនឿចិត្តសម្រាប់នាងទៅថ្ងៃមុខយើងលែងជំពាក់គ្នាទៀតហើយ500លានគូហានយេមនុស្សសេចក្ដីណាប្តីប្រពន្ធ3ឆ្នាំនៅក្នុងផ្នែកលោកមានតម្លៃត្រឹមតែ500លាននេះទេអីខ្ញុំមិនយកលុយទេខ្ញុំចង់បានតែលោកម្នាក់គត់មកឲ្យ500លាន500លានពេញតែម្ដងខ្ញុំខំធ្វើជាកូនមន់អស់3ឆ្នាំទីបំផុតបានបើកប្រាក់ខែហើយឆាប់ហុចប៊ិចឲ្យខ្ញុំមកចុះលោកវិញឆាប់ញាត់ប៊ិចចង្រៃនោះចូលក្នុងដៃខ្ញុំមកកុំថាឡើយត្រឹមតែដើរចេញពេលនេះខ្ញុំនឹងទៅចង់ដាក់អបអរឲ្យលីនវ៉ាន់អ៊ឺភ្លាមជូនពរឲ្យពួកគេស្រឡាញ់គ្នាដល់ចាស់និងឆាប់មានកូនតើអីលំដាប់ខ្ពស់ទៅម៉ាល់ឌីវឥឡូវនេះតើនៅមាននិស្សិតកីឡាកម្ពុជា180តារាម៉ូដែលប្រុសនៅចិត្តបងស្រីសេដ្ឋីនេះរបស់ពួកឯងមកហើយស្ងាត់មកទៅអ្នកណាកំពុងនិយាយហានយេលោកកើតអីហ្នឹងតើនិយាយតាំងពីពេលណាតើនាងទៅតែនិយាយអ្វីមិញហ្នឹងខ្ញុំនិយាយថាក្នុងពេលដែលលោកដាច់ចិត្តទៅហើយខ្ញុំសុខចិត្តបំពេញបំណងលោកឲ្យតែលោកនិងប្អូនស្រីវ៉ាន់អ៊ឺមានសុភមង្គលខ្ញុំត្រូវទ្រាំឈឺចាប់បន្តិចក៏មិនអីដែរមើលអីហ្នឹងចុះហាត់លេខារួចហើយឆាប់ទេ500លានចូលកាត់ខ្ញុំមកពេលតាម WeChat អាឡភ័យឬកាត់ធនាគារបើមិនកាត់ទេខ្ញុំឲ្យខលខូចលោកក៏បានប្រញាប់ឡើងបើដើរចេញយឺតតែបន្តិចវានឹងធ្វើឲ្យខ្ញុំខកខានមើលនាងតើក្នុងចិត្តនាងកំពុងគិតអ្វីឲ្យប្រាកដក្នុងចិត្តខ្ញុំមានតែលោកម្នាក់គត់ប្តីសម្លាញ់បុរសម្នាក់នេះថ្ងៃនេះលេបថ្នាំខុសឬក៏ខ្សែធនហើយមិនដាច់ចិត្តឲ្យ500លាននឹងមែនទេព្រះឲ្យគាត់មិនមែនចង់ប្រែក្រឡាស់ទេដឹងកុំឲ្យសោះណាការងារចង្រៃនេះខ្ញុំមិនចង់ធ្វើសំបីតែមួយថ្ងៃទៀតទេរាល់ថ្ងៃត្រូវបោកខោអាវធ្វើបាយឲ្យអាមុខទឹកកកនេះហើយថែមទាំងត្រូវទ្រាំនឹងចរិតឆ្មើងឆ្មៃរបស់គាត់ទៀតពិតជាគ្រោះថ្នាក់ការងារមែន500លានឆាប់ឲ្យខ្ញុំមកខ្ញុំជប់ធ្វើហើយខ្ញុំពិតជាអាចជឿសម្លេងក្នុងចិត្តរបស់នាងមែនល្អណាស់ស៊ូស៊ីខំធ្វើជាប្រពន្ធល្អម្ដាយល្អអស់3ឆ្នាំតាមពិតនេះទៅជាមុខមាត់ពិតរបស់នាងយក500លានទៅចិញ្ចឹមតារាម៉ូដែលប្រុសថែមទាំងរអ៊ូថាខ្ញុំចរិតមិនល្អទៀតចាំមើលចុះអូយក្នុងពេលដែលនាងមិនដាច់ចិត្តពីខ្ញុំយ៉ាងនេះហើយក្នុងចិត្តមានតែខ្ញុំតើឲ្យខ្ញុំដាច់ចិត្តដេញនាងចេញដោយរបៀបណាកិច្ចព្រមព្រៀងនេះចាត់ទុកជាមុខៈយើងមិនលែងលះគ្នាទេខ្ញុំបានគិតគូរយ៉ាងល្អិតល្អន់ហើយវ៉ាន់អ៊ឺទោះជាយ៉ាងណាក៏ជាអ្នកក្រៅដែរនាងទៅជាអ្នកចិត្តស្និទ្ធបំផុតលោកមិនមែនស្រឡាញ់ប្អូនស្រីវ៉ាន់អ៊ឺបំផុតទេអីអាមនុស្សប្រុសថោកទាបសង500លានឲ្យខ្ញុំវិញសងផ្ទះមាត់សមុទ្រឲ្យខ្ញុំវិញសងតារាម៉ូដែលប្រុសកម្ពស់185របស់ខ្ញុំវិញមិនក៏រំភើបដល់ថ្នាក់និយាយមិនចេញអញ្ចឹងប្តីសម្លាញ់លោកល្អចំពោះខ្ញុំណាស់ខ្ញុំពិតជាមានក្តីសុខខ្លាំងណាស់សុខហេមគូស្អីឯងគូហានយេយប់នេះលោកល្អបំផុតគួរតែបើកភ្នែកដេកកុំឲ្យខ្ញុំមានឱកាសលួចសម្លាប់លោកឲ្យសោះបើមិនចង់ទៅទេយប់នេះរចូលមកដេកក្នុងបន្ទប់ធំវិញទៅព្រោះថាក្នុងចិត្តនាងមានតែខ្ញុំម្នាក់គត់ប្តីសម្លាញ់ខ្ញុំសរសេររួចហើយលោកមើលសៀវភៅហត់ហើយមែនទេចង់ឲ្យខ្ញុំជួយច្របាច់ស្មាឲ្យទេច្របាច់ស្មាស្អីឯងពួកមហាសេដ្ឋីពិតជាពិបាកបម្រើមែនពេលថ្ងៃជិះជាន់បុគ្គលិកពេលយប់នៅចង់ជិះជាន់ប្រពន្ធទៀតមកដេកមកចាស់ប្តីសម្លាញ់រាត្រីសួស្ដីមែនហើយកុំប៉ះខ្ញុំឲ្យសោះណាបុរសម្នាក់នេះធម្មតាមិនមែនជាអ្នកមានជំងឺស្អាតខ្លាំងពេកទេអីថ្ងៃនេះខ្យល់អីបក់មកបានជាមកចង់ដេកលើគ្រែតែមួយជាមួយខ្ញុំគាត់ប្រហែលជាមិនមែនចង់បំពេញកាតព្វកិច្ចប្តីប្រពន្ធទេដឹងគ្មានផ្លូវទេខ្ញុំត្រូវតែរក្សារាងកាយដ៏ស្អាតស្អំនេះទុកឲ្យតារាម៉ូដែល185របស់ខ្ញុំបើគាត់ហ៊ានចូលមកចិត្តខ្ញុំនឹងធ្វើពុតជាស្លាប់រក្សាខ្លួនទុកឲ្យតារាម៉ូដែលប្រុសអញ្ចឹងខ្ញុំជាប្រធានក្រុមហ៊ុនគ្រួសារគូដែលមានទ្រព្យសម្បត្តិរាប់រយលានទាំងរូបសម្រស់និងរូបរាងតាមមានអីដែលមិនមែនជាលំដាប់កំពូលស្រីម្នាក់នេះហ៊ានមកកអ៊ូដាក់ខ្ញុំផងតែជាទៅនឹកងារពួកតារាម៉ូដែលផ្ដេសផ្ដាសនៅខាងក្រៅទៅវិញទេឆ្ងាយម្លេះធ្វើអីខ្លាចខ្ញុំស៊ីសាច់នាងមែនទេអត់ខ្លាចទេគ្រាន់តែខ្លាចរំខានប្តីសម្រាប់ជួយផងរំលោភហើយមិនក៏សាច់ដុំទ្រូងអាបុរសម្នាក់នេះរឹងម្លេះបោកត្រូវខ្ញុំជឿចង់ងាប់ហើយលែងខ្ញុំទៅអាមនុស្សកញ្ចាស់លីនវ៉ាន់អ៊ឺងាប់ណែណាហើយឆាប់មកយកអាឆ្កែហាស្គីដែលកំពុងត្រូវការងាររបស់នាងចេញទៅឲ្យឆ្ងាយទៅពិតភ្នែកទៅដេកបើនាងនៅតែរើបំរះទៀតខ្ញុំមិនប្រកាន់នឹងធ្វើរឿងផ្សេងទៀតទេបើថ្ងៃនេះលែងលះបានសម្រេចខ្ញុំនឹងយកលុយទៅផ្ញើក្នុងធនាគារតាមអត្រាការប្រាក់នៃប្រាក់បញ្ញើច្រើនមួយឆ្នាំបានការប្រាក់រាប់សិបលាន
មួយថ្ងៃគឺរាប់ម៉ឺនឯណោះថ្ងៃនេះតែមួយថ្ងៃខ្ញុំខាត់បងអស់រាប់ម៉ឺនបាត់ទៅហើយគូហានយេអាមនោះចង្រៃកាត់ផ្ដាច់ផ្លូវរកស៊ីខ្ញុំកាន់តែគិតកាន់តែខឹងតិចមិនលក់តតែសោះដើម្បីឲ្យចិត្តស្ងប់ខ្ញុំត្រូវតែគូត្រីឈើអេឡិចត្រូនិករបស់ខ្ញុំតុកណាម៉ូអាមេដាបុតតាមពោតដើមឡើយគ្មានដើមកញ្ចក់ខ្លះក៏គ្មានសុំឲ្យគូហានយេឆាប់ខ្សែធនសូមឲ្យគូហានយេឆាប់ទៅឋានសុខតុកឈប់គោះទៅប្តីសម្លាញ់គូស្អីទៅគ្មានអីទេខ្ញុំប្រាប់ថាកុំឲ្យនាងគិតច្រើនពេកប្រញាប់ដេកទៅបុរសម្នាក់នេះប្រហែលជាយកសពអាក្រក់ហើយដឹងសុំមុខហើយប្រហែលជាមកពីធ្វើរឿងអាក្រក់ច្រើនពេកហើយដល់ពាក់កណ្ដាលអាធិបខ្មោចមកគូទ្វារតិចបន្តទៀតក្នុងយកសពខ្ញុំមានអ្វីគ្រប់យ៉ាងកូនឆ្កែតូចដែលមានសាច់ដុំពោះបងស្រីមកហើយហឺអរុនសួស្ដីប្តីសម្លាញ់យកមិញគេងលក់ស្រួលទេហាថងក្រំភ្នែកធ្លាក់ដល់ចង្កាហើយអាចឆ្កែចិត្តអាក្រក់លោកក៏មានថ្ងៃនេះដែរប្រកាសជាមកពីយកមិញទ្រាំធ្វើរឿងមិនល្អទៅបានផលតបស្នងវិញអញ្ចឹងមែនទេបងហានយេនៅទេយកមិញស្រាប់តែខ្ញុំឈឺទ្រូងខ្លាំងគ្រូពេទ្យថាខ្ញុំត្រូវការអ្នកមើលថែនៅទីនេះខ្ញុំគ្មានសាច់ញាតិទេមានតែមករកបងហានយេប៉ុណ្ណោះអូនស្រីវ៉ាន់នាងមិនក៏មកទីនេះយេទេវតាជួយឲ្យផ្កាឈូកស្ទីបំផុតបានចូលមកក្នុងផ្ទះហើយឆាប់ចូលមកឆាប់ធ្វើរឿងញ៉ៃមកឆាប់មកយកអាចឆ្កែហាស្គីរបស់នាងចេញទៅឲ្យលឿនលុយលេងលះ500លានរបស់ខ្ញុំមានសង្ឃឹមវិញហើយបងហានយេខ្ញុំសុំទោសខ្ញុំពិតជាមិនដឹងថាត្រូវទៅរកអ្នកណាទៀតទេយកមិញជំងឺឈឺទ្រូងរបស់ខ្ញុំធ្វើទុកម្នាក់ឯងក្នុងអាផាតមិនស្ទើរតែអូនស្រីវ៉ាន់មិនក៏នាងឈឺធ្ងន់ម្លេះហានយេឆាប់ឲ្យអូនស្រីគេងលើសាឡុងទៅខ្ញុំទៅហៅគ្រូពេទ្យប្រចាំគ្រួសារឲ្យសម្ដែងបន្តទៀតទៅលឿនឡើងកុំខ្វល់នឹងអាមនូភ្នែកខ្វាក់ម្នាក់នេះឆាប់អាណិតនាងទៅឆាប់ដេញខ្ញុំចេញពីផ្ទះដើម្បីនាងទៅបើឈឺហើយក៏ទៅសម្រាកនៅបន្ទប់ភ្ញៀវទៅអរុនបងហានយេបងស្រីខ្លាយរំខានបងហើយសូមបងកុំខឹងនឹងខ្ញុំអីណាមិនអញ្ចឹងទេមនុស្សដែលហានយេបារម្ភខ្ញុំនឹងមើលថែឲ្យបានល្អបន្ទប់ភ្ញៀវមិនក៏ឲ្យស្នាក់នៅបន្ទប់ភ្ញៀវគូហានយេតើលោកកើតអីហ្នឹងស្រីក្នុងដួងចិត្តមកដល់មាត់ទ្វារហើយលោកមិនព្រមចាប់បីនាងទៅបន្ទប់ធំមើលថែជាពិសេសទេអីបើលោកមិនព្រមលែងលះជាមួយខ្ញុំតើឲ្យខ្ញុំយក500លានដោយរបៀបណាឲ្យខ្ញុំទៅមកឌីវបានយ៉ាងម៉េចខឹងចង់ងាប់ហើយខ្ញុំទៅបន្ទប់ធ្វើការប្រជុំវីដេអូបើគ្មានការអីកុំមករំខានខ្ញុំស៊ូស៊ីនាងឃើញទេក្នុងចិត្តបងហានយាយគ្មាននាងតតែសោះឲ្យតែខ្ញុំបង្ហាញខ្លួននាងគ្មានតម្លៃស្អីទាំងអស់បើដឹងខ្លួនឆាប់យកលុយហើយចេញទៅឲ្យបាត់ទៅខ្ញុំជាភរិយាស្របច្បាប់របស់ហានយាយនាងកុំឲ្យហួសហេតុពេកមែនហើយស្មារតីបែបនេះឯងជេរខ្ញុំបន្តទៀតមកល្អបំផុតយកលុយមកគប់ដាក់ខ្ញុំមកឆាប់យក500លានមកគប់សម្រាប់ប្រពន្ធដើមដែលមិនដឹងខ្យល់ម្នាក់នេះមកប្រញាប់ឡើងខ្ញុំរៀបចំអីវ៉ាន់ក្នុងចិត្តរួចអស់ហើយបងស្រីខ្លាយហេតុអ្វីបានជាបងរុញខ្ញុំដឹងថាបងស្អប់ខ្ញុំតែបងក៏មិនគួរយកវត្ថុបុរាណដែលបងហានយាយស្រឡាញ់បំផុតមកគប់ខ្ញុំទេខ្ញុំមិនបានធ្វើទេវ៉ាន់ច្បាស់ណាស់គឺនាងជាអ្នកបោកវាឲ្យបែកដោយខ្លួនឯងមិនក៏នាងហ៊ានមួបង្កាច់គេអញ្ចឹងបោកបន្តទៀតទៅគ្រាន់តែគិតក៏មានអារម្មណ៍ថាសប្បាយដែរអាភ្នែកខ្វាក់ឲ្យធូបការប៉ូស្លែនរាជវង្សនឹងដែលលោកប្រធានទិញក្នុងតម្លៃ30លានតាមពិតគឺជាផលិតផលចម្លងនៅចុងរាជវង្សឆេងសោះខ្ញុំមើលអាយវ៉ាន់អាក្រក់នឹងមិនជោគភ្នែកយូរហើយតែលីនវ៉ាន់យកមិញនាងមិនមែននៅក្លឹបកំសាន្តនេះរំគៀកកាយជាមួយកូនប្រុសទី2តកូលីទេអីថែមទាំងផឹកអស់3ដបទៀតថ្ងៃនេះចង្កេះលេងជឿហើយមែនទេសមត្ថភាពងើបឡើងវិញនេះពិតជាអភូតហេតុវិជ្ជសាស្ត្រមែនកូនទី2តកូលីក្លឹបមីសនិងស្រា Jägermeister នេះហើយដែលនាងថាជំងឺឈឺទ្រូងធ្វើទុកកាលពីយប់មិញបងហានយេបងកុំបន្ទោសបងស្រីខ្លាយអីគឺមកពីខ្ញុំមិនល្អគឺខ្ញុំដែលធ្វើឲ្យបងស្រីខ្លាយខឹងខ្ញុំមិនគួរមកផ្ទះតកូគូទេតែទ្រូងរបស់ខ្ញុំពិតជាឈឺខ្លាំងណាស់ហានយេមិនមែនខ្ញុំទេពិតមែនលោកជឿខ្ញុំទៅមើលចុះសកម្មភាពមួយបង្កាច់បែបស្រីពុតត្បុតពិតជាបុរាណមែនតាមសាច់រឿងក្នុងប្រឡំលោកមហាសេដ្ឋីតួឯកប្រុសភ្នែកខ្វាក់ចិត្តមកផ្ទះកំភ្លៀងខ្ញុំហើយរួចហើយស្រែកដាក់ខ្ញុំថានាងជាស្រីចិត្តអាក្រក់នាងឆាប់ចេញពីផ្ទះតកូគូឲ្យបាត់ទៅមកចុះឲ្យព្យុះភ្លៀងមកកាន់តែខ្លាំងមកផ្ទះកំភ្លៀងមួយនេះខ្ញុំទទួលយកបានតែ500លានលោកត្រូវតែទូទាត់ឲ្យខ្ញុំឲ្យរួចរាល់វ៉ាន់ប្រកាសណាស់បងជាភរិយារបស់បងព្រោះថានៅក្នុងបន្ទប់ទទួលភ្ញៀវគ្រប់ជ្រុងជ្រោយសុទ្ធតែបានដំឡើងកាមេរ៉ាសុវត្ថិភាពកម្រិតច្បាស់កាមេរ៉ាសុវត្ថិភាពអញ្ចឹងគូហានយេជាមនុស្សវិកលចរិតមែនទេអ្នកណាទៅដំឡើងកាមេរ៉ាលាក់បង្កប់ក្នុងបន្ទប់ទទួលភ្ញៀវខ្លួនឯង
គាត់ប្រហែលជាមានចំណងចំណូលចិត្តលួចមើលគេហើយដឹងហើយមិញនេះមិនមែននាងថាភរិយាខ្ញុំរុញនាងទេអីចង់ឲ្យខ្ញុំឆែកមើលកាមេរ៉ាឲ្យគ្រូសាទាំងមូលបានទស្សនាជាមួយគ្នាថាតើអ្នកហក់ទៅបោកកំទេចធូបការដោយខ្លួនឯងយ៉ាងម៉េចមិនមែនទេបងប្រុសហេនេះខ្ញុំប្រហែលជាទើបតែរើជំងឺឈឺទ្រូងមានអារម្មណ៍ថាភ័ន្តភាំងឈឺទ្រូងមែនទេលេនវ៉ានៅជំងឺឈឺទ្រូងរបស់អ្នករើឡើងចំពេលល្អណាស់កាលពីយប់មិញនៅលើតូវេបនៅបាមៀសរំគៀកកាយជាមួយកូនប្រុសទី2ត្រកូលឡើយថែមទាំងផឹកអស្រា3 10ទៀតមិនក៏មិនឃើញរើជំងឺឈឺទ្រូងផងគេហៅនេះមនុស្សខ្វាក់ម្នាក់នេះជាភ្នែកហើយមែនទេគាត់សំបីតែលេនវ៉ានៅនឹងរឿងសម្ងាត់ជាមួយលោកប្រុសលៃក៏គាត់ដឹងដែរព្រះអាយអាកំបាំងត្រូវបានលាតត្រដាងហើយគាត់ច្បាស់ជាលួចស្រឡាញ់កូនប្រុសទី2ត្រកូលឡើយហើយទើបបានជាចាត់មនុស្សឲ្យតាមដានលៃឆៅ24ម៉ោងបែបនេះតាមពិតគូស្ទើបេះដូងរបស់ខ្ញុំមិនមែនជាស្រីក្នុងចិត្តទេគឺលៃឆៅសោះលួចស្រឡាញ់លៃឆៅឈួតមែនលួចស្រឡាញ់លៃឆៅស្អីទៅខ្ញុំជាមហាសេដ្ឋីដ៏អស្ចារ្យម្នាក់ចំណងចំណូលចិត្តភេទគឺធម្មតាបំផុតតើខួរក្បាលស្រីម្នាក់នេះគិតស្អីខ្លះហ្នឹងគឺបោក្រវែងស្រីដែលពោពេញដោយពាក្យកុហកម្នាក់នេះចេញទៅចាប់ពីពេលនេះទៅគ្រប់ទ្រព្យសម្បត្តិក្រោមឈ្មោះត្រកូលគេឲ្យតែនាងហ៊ានឈានជើងចូលចិត្តតែបន្តិចរាយការណ៍ប៉ូលីសចាប់ខ្លួនភ្លាមបាត់លោកម្ចាស់ធ្វើឲ្យលឿនឡើងបញ្ជូនកញ្ញាលេងចេញទៅអូយបងប្រុសស្ដាប់ខ្ញុំពន្យល់សិនខ្ញុំគឺជាអ្នកជួយជីវិតបងណាបងមិនអាចធ្វើបែបនេះដាក់ខ្ញុំទេចប់ហើយមេតែបៃតងត្រូវគេដេញចេញបាត់ចុះចំណែក5លានរបស់ខ្ញុំចុះវ៉ាលីដែលខ្ញុំរៀបចំពេញមួយយប់នោះគិតយ៉ាងម៉េចលោកស្រីកាមើលរឿងភាគឆ្អែតហើយនៅឬមួយក៏អ្នកមានការសោកស្ដាយដែលមិនបានទទួល5លាននោះមិននឹងអាចទៅប្តីសម្លាញ់មិននឹកស្មានថាប្អូនស្រីវ៉ានៅជាមនុស្សបែបនេះសោះខ្ញុំពិតជាឈឺចាប់ជំនួសបងណាឈឺចាប់ស្អីឯងគឺអញ្ញានេះទេដែលកំពុងឈឺចាប់ពិតប្រាកដ5លានរបស់អញម៉ូដែលប្រុសរបស់អញលេនវ៉ានៅស្រីកញ្ជ្រោងសង5លានរបស់អញមកវិញភ្លាមប្តីសម្លាញ់មើលអូនថ្ងៃនេះស្អាតទេអូនចង់យកកាត់ខ្មៅរបស់បងទៅទិញទំនិញពេញផ្សារយកមកឆាប់ជិះអូនថាជាស្រីខ្ជិះខ្ជីមកមើលងាយថាអូនជាមនុស្សអន់មករួចយកលុយបោះមកលើមុខអូនហើយដេញអូនចេញពីផ្ទះត្រកូលទៅលោកស្រីក៏បើមានកម្លាំងខ្លាំងបែបនេះអញ្ចឹងមិនបាច់ទៅដើរផ្សារទេទៅបដូរខោអាវទៅក្រុមហ៊ុនជាមួយខ្ញុំទៅក្រុមហ៊ុនធ្វើអីរឿងរបស់វ៉ានៅធ្វើឲ្យខ្ញុំដឹងថាកន្លងមកខ្ញុំខ្វល់ខ្វាយពីអ្នកតិចពេកចាប់ពីថ្ងៃនេះទៅអ្នកត្រូវមកធ្វើជាជំនួយការពិសេសផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្រុមហ៊ុនកាពួកយើងនឹងនៅជាមួយគ្នា24ម៉ោងមិនឃ្លាតបាប់កាមែនចូលមកក្នុងគ្រួសារអភិជនហើយនៅតែត្រូវមកហត់នឿយធ្វើការដូចគោទៀតជីវិតជាម្ចាស់ផ្ទះជួលដែលដេកដល់ថ្ងៃត្រង់របស់អញរលាយអស់ហើយអាពួកមូលធននិយមចិត្តខ្មៅរកមូលធននិយមដ៏អាក្រក់គេហៅនេះអ្នកគ្មានបេះដូងទេអូហូប្រធានផ្នែកទំនាក់ទំនងសាធារណៈម្នាក់នោះសង្ហាមយ៉ាងដែរតើមើលទៅសុភាពរៀបសារចង្កេះក៏តូចស្លេងទៀតតែគួរឲ្យស្ដាយដែលមានរង្វង់ភ្នែកខ្មៅប្រហែលជាតម្រងនោះមិនសូវល្អទេចុះប្រធានផ្នែកហិរញ្ញវត្ថុនៅខាងឆ្វេងនោះមិនក៏ទំពេកបែបហ្នឹងតើហុងស៊ុយរបស់ក្រុមហ៊ុនក៏ក្រុមនេះស៊ីសាច់ជើងសក់មែនទេមិនអីទេមិនខ្វល់ទេខ្ញុំគ្រាន់តែជាត្រីងៀតដែលគ្មានអារម្មណ៍ម្នាក់ប៉ុណ្ណោះឲ្យតែអញធ្វើពុតជាធ្វើការបានលឿនពួកមូលធននិយមមិនអាចកេងប្រវ័ញ្ចទាំងបានទេចាប់ផ្ដើមប្រជុំអនុប្រធានវងអំពីគម្រោងបញ្ជាទិញរាប់ប៊ីលីយ៉ែនរបស់ Cheng Hai អ្នកមកធ្វើសេចក្តីរាយការណ៍មកជំរាបសួរអ្នកទាំងអស់គ្នា Cheng Hai Technology គឺជាក្រុមស្រាវជ្រាវអេកំពុងនៅក្នុងប្រទេសនាពេលបច្ចុប្បន្នឲ្យតែក្រុមហ៊ុនកាបោះទុន10ប៊ីលីយ៉ែនដើម្បីទិញយកទាំងស្រុងប្រាក់ចំណេញនៅឆ្នាំក្រោយនឹងកើនឡើងយ៉ាងហោចណាស់3ដងកិច្ចសន្យាទិញយកនេះខ្ញុំបានពិនិត្យយ៉ាងហ្មត់ចត់រាប់មិនអស់ដងហើយគឺគ្មានបញ្ហាអ្វីទាំងអស់ចាំបន្តិច Cheng Hai Technology តំណាងស្របច្បាប់គឺជាអាតុងពេកឈ្មោះយ៉ាងឆែងនោះមែនទេលោកវងធ្វើផឹកនេះបានស្អាតណាស់ពិតជាកំពុងអ្នកធ្វើតាមសញ្ញាខ្យល់កម្រិតពិភពលោកមែនក្រុមហ៊ុន Cheng Hai Technology នេះក្លាយជាក្រុមហ៊ុនសម្បកកងយូរហើយក្រុមបច្ចេកវិទ្យា Snow ត្រូវបានគេលួចទិញខ្លួនបាត់តាំងពីខែមុនទ្រព្យសម្បត្តិទាំងអស់ត្រូវបានផ្ទេរទៅកោះកែម៉ងបាត់ហើយលោកវងកញ្ជ្រោងចាស់ម្នាក់នេះលួចទទួលលុយក្រមតូ50លានពីគូប្រជែងបាត់ហើយក៏បោះកាកសំណនេះឲ្យក្រុមហ៊ុនលុយក្រមតូ50លានឆាប់ចុះហត្ថលេខាទៅគេហៅនេះអាំនូខ្វាក់ប្រញាប់ចុះឈ្មោះឯងទៅឲ្យតែលុយ10ប៊ីលីយ៉ែននេះបោះចូលទៅក្រឹតតែសូខែក្រោយក្រុមហ៊ុនក៏គ្រប់ច្បាស់ជាដាច់ចរន្តសាច់ប្រាក់មិនខានដល់ពេលនោះអ្នកដែលធ្លាប់តែអំនួតមហាសេដ្ឋីរាប់រយប៊ីលីយ៉ែននឹងត្រូវខ្សែធនជំពាក់បំណុលគេវ៉ាវ៉ាហាដល់ពេលនោះអញអាចយកលេខាបែកបាក់មនោសញ្ចេតនាមិនចង់សងបំណុលជួបប្តីប្តឹងលែងលះគ្នាដោយបើកចំហតែម្ដងតុលាការច្បាស់ជាកាត់ក្តីឲ្យលែងលះមិនខានបានហើយធ្វើឲ្យលឿនឡើងល្អណាស់លោកស្រីកាពិតជាមនុស្សដែលមិនរើសមធ្យោបាយដើម្បីបានលែងលះមែនឥឡូវនេះដឹងរឿងមានខ្មាំងក្នុងក្រុមហ៊ុនហើយនៅស្ងៀមថែមទាំងចង់ឃើញខ្ញុំខ្សែធនជំពាក់បំណុលគេទៀតលោកអគ្គនាយកតើកិច្ចសន្យានៅមានចំណុចណាត្រូវកែសម្រួលទៀតទេខាងនោះគេពន្លឿនខ្លាំងណាស់បើថ្ងៃនេះមិនចុះហត្ថលេខាទេប្រហែលជាត្រូវគូប្រជែងដណ្ដើមយកបាត់ហើយដណ្ដើមយកមែនទេអញ្ចឹងឲ្យគេដណ្ដើមទៅមិនក៏មិនចុះហត្ថលេខាអាមនុស្សប្រុសម្នាក់នេះតើមកពីខ្សោយតម្រងនំទុនដៃកាន់បិចមិនចប់មែនទេនោះជាលុយ10ប៊ីលីយ៉ែនណាបើបងមិនធ្វើឲ្យខាតទេតើបងខ្សែធនយ៉ាងម៉េចបើបងមិនខ្សែធនតើអូនលែងលះយ៉ាងម៉េចអនុប្រធានវងអ្នកស្មានថាខ្ញុំកែហេនេះមកធ្វើសប្បុរសធម៌មែនទេ
យកក្រុមហ៊ុនសម្បកកង់ដែលក្រុមការងារ Snow រត់ចោលអស់ហើយទ្រព្យសម្បត្តិត្រូវផ្ទេរទៅកោះកែម៉ង់មកបបលុយ10 billion របស់ខ្ញុំមែនទេលោកគេស្ដាប់ខ្ញុំពន្យល់សិនខ្ញុំមិនដឹងរឿងនេះទេនេះច្បាស់ជាការមួយបង្កាច់ពីគូប្រជែងហើយមិនដឹងមែនទេចុះនៅក្នុងកណ្ដីធនាគារ Swiss របស់អ្នកលុយ50 លានដែលកើនឡើងកាលពីម្សិលមិញផ្ទេរមកពីក្រៅប្រទេសនោះក៏ជាការមួយបង្កាច់ដែរមែនទេមានរឿងអីហ្នឹងគេហេនីមិនត្រឹមតែមិនខ្វាក់ទេថែមទាំងមានភ្នែកទៀតគាត់ដឹងសំបីតែរឿងលោកវងទទួលលុយក្រោមតោ50 លានហើយផ្ញើនៅធនាគារ Swiss ទៀតព្រះអើយតើបណ្ដាញព័ត៌មានសម្ងាត់របស់អាំនោះម្នាក់នេះគួរឲ្យខ្លាចប៉ុណ្ណាទៅឬមួយក៏គាត់មើលធ្លុះគ្រប់យ៉ាងតាំងពីដំបូងថ្ងៃនេះគ្រាន់តែមកសម្ដែងជាមួយលោកវងទេចប់ហើយរលាអស់ហើយគាត់មិនខ្សែធនផងខ្ញុំមិនអាចប្តឹងលែងលះបានទេ5 លានរបស់ខ្ញុំម៉ូដែលប្រុសរបស់ខ្ញុំពួកឯងកាន់តែឆ្ងាយពីខ្ញុំទៅហើយមិនក៏លោកស្រី Ga មើលទៅហាក់ដូចជាខកចិត្តយ៉ាងនេះមិននឹងអាចទៅប្តីសម្លាញ់បងពិតជាឆ្លាតវៃណាស់បានជួយក្រុមហ៊ុនឲ្យជៀសផុតពីការខាតបង់យ៉ាងធំធេងអូនពិតជាកោតសរសើរបងខ្លាំងណាស់ដូចជាទឹកទន្លេដែលហូរកាត់មិនចេះដាច់បើកោតសរសើរខ្ញុំខ្លាំងបែបនេះយប់នេះត្រឡប់ទៅវិញខ្ញុំនឹងឲ្យឱកាសអ្នកបញ្ចេញសមត្ថភាពឱកាសបញ្ចេញសមត្ថភាពបញ្ចេញស្អីទៅធ្វើការថែមម៉ោងលាងកែវកាហ្វេឲ្យបងឬក៏កម្ដៅភួយឲ្យបងនៅពេលយប់ជួយផងនរណាក៏បានជួយយកអាពួកមូលធននិយមចិត្តអាក្រក់ម្នាក់នេះចេញទៅផងប្រពន្ធសម្លាញ់មើលរបាយការណ៍ពេញមួយព្រឹកហត់ទេមកនេះមកខ្ញុំឲ្យគេយកនំខេក Black Forest មកឲ្យអ្នកអរគុណប្តីសម្លាញ់ប្តីធ្វើការហត់នឿយយ៉ាងនេះហើយនៅតែនឹកនាដល់អូនទៀតអូនមិនហត់បន្តិចណាឡើយហត់មិនហត់មែនទេបងយកអញមកនៅក្បែរខ្លួនអស់រយៈពេល30ថ្ងៃពេញសូម្បីតែលាក៏គេមិនប្រើខ្លាំងដល់ថ្នាក់នេះដែរនំខេក Black Forest នឹងមានប្រយោជន៍ស្អីអ្វីដែលអញចង់បានគឺសេរីភាពគឺ5 លានគឺសាច់ដុំពោះអាចឆ្កែចុកតូចកែហេនីអាមនូឈួតចូលចិត្តគ្រប់គ្រងគេតើពេលណាទៅបងព្រមលែងអញទៅបើមិនហត់ទេអញ្ចឹងយប់នេះទៅចូលរួមកម្មវិធីលៀងសាយភាយសប្បុរសធម៌ជាមួយខ្ញុំកម្មវិធីលៀងសាយភាយតែថាខ្ញុំទើបតែទទួលបានការប្រជុំបន្ទាន់តាមវីដេអូឆ្លងប្រទេសប្រហែលជាត្រូវនៅខាងអឺរ៉ុប3ថ្ងៃក្នុងរយៈពេល3ថ្ងៃនេះអ្នកត្រូវនៅផ្ទះសម្រាប់ឲ្យត្រឹមត្រូវមិនឲ្យទៅណាទាំងអស់ប្តីសម្លាញ់បងត្រូវទៅធ្វើការនៅក្រៅ3ថ្ងៃមែនទេអូនច្បាស់ជានឹកបងចង់ស្លាប់មិនខានទេបងត្រូវតែប្រញាប់ត្រឡប់មកវិញណាអញឲ្យ3ថ្ងៃពេញគេហេនីទៅអឺរ៉ុបបាត់ហើយហាទេវតាមានភ្នែកមែនថ្ងៃលំបាករបស់អញបានកន្លងផុតទៅហើយយប់នេះអញនឹងក្លាយជាផ្ការាត្រីទៅជួបក្លឹប Buckingham Male Model Club ដែលធំជាងគេក្នុងក្រុងលេងឲ្យសប្បាយម្ដងមើលក្រសែភ្នែកអ្នកទៅហាក់ដូចជាមិនដាច់អាឡ័យពីខ្ញុំសោះពិតមែនហើយប្តីសម្លាញ់បើគ្មានបងនៅក្បែរអូនច្បាស់ជាដេកមិនលក់ទេបើលោកស្រីក៏មិនដាច់អាឡ័យពីខ្ញុំបែបនេះអញ្ចឹងខ្ញុំនឹងប្រញាប់មកវិញលោកលេខាលេនរៀបចំឡានទៅប្រលានយន្តហោះម៉ូដែលកម្ពស់185បងស្រីអ្នកមានមកហើយសូមស្វាគមន៍បងស្រីយកអ្នកដែលសង្ហាបំផុតរៀងស្អាតបំផុតហើយចេះថ្នាក់ថ្នមបំផុតមកឲ្យខ្ញុំថ្ងៃនេះបងស្រីប៉ាវទាំងអស់បងស្រីថ្ងៃនេះបងស្អាតណាស់ធ្វើការពេញមួយថ្ងៃហត់ទេបងចាំខ្ញុំជួយច្របាច់ស្មាឲ្យច្របាច់ឲ្យខ្លាំងមករួចទៅយកស្រា Ace of Spades ដែលថ្លៃបំផុតមកថ្ងៃនេះបងស្រីជាអ្នកចេញលុយបងស្រីញ៉ាំទំពាំងបាយជូរមកហាបងមិនមែនទៅអឺរ៉ុបទេអីមិនក៏អាមនូប្រុសចង្រៃកែហេនីត្រឡប់មកវិញភ្លាមបែបនេះឈុតឆាកចាប់បានរឿងផិតក្បត់នេះពិតជាឈុតឆាកចាប់បានការផិតក្បត់ដ៏អស្ចារ្យបំផុតទោះបីជាគួរឲ្យខ្លាចបន្តិចមែនតែវាល្អឥតខ្ចោះណាស់គ្មានមហាសេដ្ឋីរាប់រយប៊ីលីយ៉នឯណាដែលអាចទ្រាំឃើញប្រពន្ធខ្លួនឯងមកហៅម៉ូដែលប្រុសបែបនេះទេគាត់ច្បាស់ជាខឹងខ្លាំងមិនខានកែហេនីកុំតាក់ទងមកខ្ញុំទៀតអីឆាប់យកកិច្ចសន្យាលែងលះមកបោះលើមុខខ្ញុំមកឆាប់ដេញខ្ញុំចេញពីផ្ទះដោយខ្លួនទេមកមិនត្រូវទេគិតដល់ចំណងប្តីប្រពន្ធកន្លងមកទុកលុយឲ្យខ្ញុំប៉ុន្មាន10 លានផងទៅទីនេះជាក្លឹបឯកជនលំដាប់ខ្ពស់លោកមិនអាចចូលមកធ្វើបាបបងស្រីតាមអំពើចិត្តបានទេបងស្រីលោកស្រីកែអ្នកពិតជាមានអារម្មណ៍រីករាយណាស់មែនទេយន្តហោះឯកជនរបស់ខ្ញុំមិនទាន់ហោះឡើងផងអ្នកក៏បានរកឃើញប្អូនប្រុសដែលស្ដាប់បង្គាប់ម្នាក់នេះបាត់ទៅហើយស្ងប់អារម្មណ៍សិនសិឆៃនេះជាឱកាសដ៏ល្អបំផុតដើម្បីបានលែងលះឲ្យតែធ្វើឲ្យគាត់ខឹងឲ្យតែធ្វើឲ្យគាត់ដឹងថាត្រូវបានផិតក្បត់ឯងនឹងអាចរួចផុតពីកណ្ដាប់ដៃវិសាចរបស់គាត់បានហើយមែនហើយចុះយ៉ាងម៉េចកែហេនីខ្ញុំទ្រាំនឹងអ្នកឆ្អែតហើយរាល់ថ្ងៃអ្នកដូចជាមនុស្សឈួតគ្រប់ចង់បង្ហាញខ្ញុំទុកនៅផ្ទះទុកនៅក្រុមហ៊ុនខ្ញុំមិនស្រឡាញ់អ្នកទេខ្ញុំស្រឡាញ់តែប្រុសក្មេងដែលស្រស់សង្ហាប៉ុណ្ណោះបើអ្នកដឹងបាត់ទៅហើយ
អញ្ចឹងពួកយើងផ្ដាច់ទំនាក់ទំនងគ្នាត្រឹមហ្នឹងទៅពួកយើងលែងលះគ្នានៅថ្ងៃស្អែកទៅអូកូហាយ៉ានតើអ្នកកំពុងធ្វើអ្វីតើអ្នកឈួតហើយឬតាក់ខ្ញុំចុះខ្ញុំមិនស្រឡាញ់អ្នកទេខ្ញុំស្រឡាញ់តែប្រុសក្មេងរបស់ខ្ញុំប៉ុណ្ណោះមែនឬអ្នកស្រឡាញ់តែគេម្នាក់គត់ចុះហេតុអ្វីបានជាអំបញ្ញមិញក្នុងចិត្តអ្នកស្រែកថាគេហេនីពេល